អង្គលេសចូលបฏิបត្តិតាមបែបអ្នកចម្រើនវិបស្សនាសមាធិព្រះអង្គសម្ដែងតាមបែបលះបង់ហើយសម្ដែងតាមអ្នករក្សាសិល5ចាំសិល8ព្រះអង្គសម្ដែងឲ្យងាយស្រួលគោរពបฏิបត្តិបើយើងជាប់ជាពាក់ជាមួយនឹងទ្រព្យសម្បត្តិមុខជំនាញមុខចំនួនរបស់រកទទួលទានព្រះអង្គក៏សម្ដែងតាមបែបគរិយាវាអ្នកនៅគ្រប់គ្រងផ្ទះម្លោះហើយងាយស្រួលក្នុងការធ្វើបុណ្យធ្វើទានបើមនុស្សនឹងនៅចិញ្ចឹមមេត្តាបិតាជាប់ជំពាក់កូនចៅព្រះអង្គក៏សម្ដែងតាមបែបអ្នកជាប់ជំពាក់ដោយការចិញ្ចឹមមេត្តាបិតាបងប្អូនកូនចៅភៅសន្តានព្រៀងលៀនអញ្ចឹងធម៌ព្រះអង្គសម្ដែងទៅតាមនិស័យសត្វមិនមែនគិតតែលះបងមកមុខទេមានអាលះក៏មានអាប្រមូលយកវិញក៏មានកហបតីទាំងឡាយចូលទទួលសួរព្រះអង្គថាបបិទ្ធព្រះអង្គដ៏ចម្រើនសេចក្តីសុខរបស់ពួកខ្ញុំព្រះអង្គនេះនៅគ្រប់គ្រងផ្ទះនេះដែលមានប្តីមានប្រពន្ធមានកូនអញ្ញៃនេះតើវាមានប្រមាណទៅធ្វើម៉េចបានសេចក្តីសុខហ្នឹងព្រះពុទ្ធសាសនាយើងព្រះអង្គទ្រង់ត្រាស់សម្ដែងថាចតារិអ៊ីម៉ានិកហបតយោកហិសុខានិអដ្ឋិសុខੰភូកៈសុខੰអនណៈសុខੰអនវិជ្ជៈសុខੰមនាលកហបតីទាំងឡាយសេចក្តីសុខរបស់ក្រហោះអ្នកដែលនៅគ្រប់គ្រងផ្ទះសម្បែងមាន4ទី1អដ្ឋិសុខព្រោះមានទ្រព្យសម្បត្តិទឹកអត់មានទ្រព្យសម្បត្តិមិនសុខទេឥឡូវនេះថ្លៃទឹកថ្លៃភ្លើងថ្លៃម្ហូបថ្លៃមហាស្អីបន្តិចក៏គេទាលុយដែរចេញទៅផ្សារតែអត់លុយមុខក្រៀមមិនដឹងថាទិញស្អីបានបើដូច្នេះទី1ត្រូវមានទ្រព្យទី2អដ្ឋិសុខព្រោះបានណាទី2បរិភោគៈសុខព្រោះបានចាយទ្រព្យបើមានទ្រព្យហើយកាន់បជីសងខាងរដ្ឋបတ်ដូចគេថាទុកស្រីប្តីកាន់លុយណាទុកប្រុសប្រពន្ធកាន់លុយវិញពិបាកសុំគ្នាទៅវិញទៅមកឯងរកចូលធូរណាស់សុំតែ500ដូចកោះកំណប់ញើពិបាកយកអីក៏ពិបាកហើយតែពិបាកទៅពិបាកមកក៏អត់សុខដែរបើអញ្ចឹងមានទ្រព្យហើយរិះថាមិនហ៊ានចាយក៏អត់សុខទី3ហៅថាអនណៈសុខពីព្រោះការមិនជាពាក់បំណុលគេហើយបើជាពាក់បំណុលគេវាន់ក៏មិនហ៊ានចេញពីផ្ទះទេតែចេញទៅគេទាលុយទៅរហូតណាថ្លៃធនាគារណាថ្លៃខ្ចីគេណាជាពាក់គេបើដូច្នេះតែអត់ជាពាក់បំណុលគេបានសុខហើយអាចជាពាក់គេបើឆាប់សងធូរអាយុក្រសងការវាកាន់តែឡើងបើដូច្នេះហើយសុខទី3ហ្នឹងតលកុំជាពាក់បំណុលគេប៉ុន្តែសំណាងញោមអត់មានជាពាក់គេទេណាញោមណាអត់ទេស្រួលហើយអត់មានជាពាក់បំណុលគេអញ្ចឹងมันបានសុខឯសុខទី4អនវិជ្ជៈសុខពីព្រោះការងារប្រចាស់ទុកទូការងារត្រឹមត្រូវមានន័យថាប្រាសចាកទោសគឺអត់ការងារខុសច្បាប់ទេបើការងារយើងខុសច្បាប់នឹងអាល័យតភ័យខ្លាចប៉លិសតាមតន់ឲ្យទៅលឺឆ្កែព្រោះបន្តិចដេកលេងលក់ឲ្យអញប៉លិសមកទេក៏មិនដឹងទេម្លោះឲ្យទៅណាមកណាភ្នែកនៅកញ្ចង់កអត់សบายទេព្រោះការងារយើងវាខុសច្បាប់អាហ្នឹងអត់សុខដែរបានព្រះអង្គបញ្ជាក់ថាដើម្បីជាគរិយាវាសនេះរស់នៅបានសុខតលតែបំពេញប្រយោជន៍បច្ចុប្បន្នសិនដែលគេហៅថាទិដ្ឋធម្មិកដ្ឋប្រយោជន៍ឃើញតលភ្នែក4យ៉ាងចឹងឯងបានអាត្មាថាមិនមែនព្រះអង្គសម្ដែងឲ្យតលះទេសម្ដែងឲ្យប្រមូលនឹងគឺត្រង់ថាទី1លោកហៅ